ថ្មីថ្មីនេះលោកហ៊ុនសែនប្រកាសថាបង្កើតភូមិរងចាំតើមានន័យបែបណារងចាំនេះតើចាំអ្វីទៅចាំថៃសងដីនិងផ្ទះមកវិញឬយ៉ាងណាតើចាំនេះចាំហ៊ុនសែនជួយអ្វីទៅបើផ្ទះនិងទ្រព្យរបស់ខ្លួនត្រូវគេកំទេចអស់ហើយនោះតើចាំនេះចាំដល់ស្លាប់មែនដែរឬទេលោកហ៊ុនសែននេះមួយទៀតដែលខ្មែរត្រូវចាំភូមិនេះជាភូមិចូលចាំមិនមែនភូមិរងចាំទេរងចាំហ៊ុនសែនគឺគ្មានន័យសម្រាប់ជីវិតឡើយមានតែខ្លួនទីពឹងខ្លួនដើម្បីវាសនារបស់ជាតិភូមិចូលចាំគឺចាំសៀមឆ្លៀនពៀនភូមិចូលចាំគឺចាំត្រកូលហ៊ុនគ្មានដំណោះស្រាយភូមិចូលចាំគឺចាំថាមន្ត្រីខ្មែរគ្មានសមត្ថភាពការពារដែនអធិបតេយ្យភូមិចូលចាំគឺចាំត្រកូលហ៊ុនមានតែអំណាចនិងលុយតែប៉ុណ្ណោះភូមិចូលចាំគឺចាំវរៈភាពកងទ័ពជួរមុខភូមិចូលចាំគឺត្រូវចាំថាខ្មែរមិនត្រូវការត្រកូលហ៊ុនដឹកនាំឡើយនេះជាអ្វីដែលកូនខ្មែរត្រូវនិយាយឲ្យខ្លាំងចំពោះពួកក្បាលធំអត់មានប្រយោជន៍ចំពោះពួកក្បាលធំបានត្រឹមធ្វើស៊ីគ្នាឯងចំពោះពួកក្បាលធំបានត្រឹមប្រើពាក្យថាងើបមួយវាយមួយជាមួយខ្មែរ